ចង់ដឹងអត់ថានៅក្នុងកប៉ាល់ហ្នឹងគេធ្វើអីគេកប៉ាល់នេះគឺជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយដែរនៅប្រទេសញូហ្សេឡង់កប៉ាល់នេះគេហៅថា TSS Onslow Cruises ក្រោយពីកក់សំបុត្រទុកហើយនោះយើងត្រូវមក check in 15នាទីមុនពេលយើងធ្វើដំណើរស្អាតនៅប៉ុណ្ណឹងមើលពីលើកប៉ាល់មកក្រោយពីធ្វើដំណើរអស់រយៈពេល45នាទីមកយើងក៏មកដល់ច្រាំងដើម្បីចុះទៅឆ្លងទៅ restaurant ដែលគេធ្វើជាអាហារ buffet ត្រៀមទុកសម្រាប់ឲ្យភ្ញៀវទេសចរមកដល់ទីនេះគឺថាស្រស់ស្អាតខ្លាំងមែនទែនមិនថាស្រីមិនថាប្រុសគឺចាប់ផ្ដើមទាញកាមេរ៉ាថតយ៉ាងសប្បាយពេលនេះយើងកំពុងដើរចូលទៅកាន់ restaurant នឹងហើយជុំវិញទេសភាពគឺថាស្អាតគ្រប់ជ្រុងតែម្ដងចំពោះខ្ញុំវិញមានអារម្មណ៍ថាដូចជាកំពុងតែនៅពិភពណាមួយដែលមានលក្ខណៈជាបុរាណទេសភាពគឺថាស្អាតលងតែម្ដងពេលដែលយើងទៅដល់ហ្នឹងគឺយើងអត់ទាន់បានញ៉ាំភ្លាមទេគឺយើងទុកពេលឲ្យបុគ្គលិកគេរៀបចំប្រហែលខ្ទង់10នាទីបានគេហៅយើងឲ្យចូលញ៉ាំហើយម្ហូបអាហារនៅក្នុងហ្នឹងច្រើនប៉ុន្តែខ្ញុំអត់បានថតមកឲ្យមើលទេវាជាលក្ខណៈអាហារ buffet យើងញ៉ាំអីញ៉ាំទៅហើយចំណុចពិសេសរបស់វាមានជ្រូកលក្ខណៈចិញ្ចឹមដោយធម្មជាតិអាហារក៏ឆ្ងាញ់ទេសភាពក៏ស្អាតទៅហើយពិតជាមិនខកចិត្តទេយើងមានពេលញ៉ាំ1ម៉ោងកន្លះបន្ទាប់ពីនឹងមកយើងទៅមើលគេបង្ហាញពីលក្ខណៈការចិញ្ចឹមចៀមនិងកៅរោមចៀមនៅកសិដ្ឋានចិត្តនឹងដែរយើងដើរតែមួយផ្លែតទេបន្ទាប់មកក៏ដល់ពេលឡើងកប៉ាល់មកវិញល្មមប៉ុន្តែដោយសារខ្ញុំស្ដាយទេសភាពពេកខ្ញុំក៏ចាប់ផ្ដើមថតម្ដងទៀតជុំវិញនឹងព្រោះថាវាស្អាតខ្លាំងតែពេលហ្នឹងមេឃក៏ក្តៅខ្លាំងខ្ញុំខ្លាចខូចសម្រស់ក៏យកកសែងរុំឡើងដូចជាជនជាតិអីមិនដឹងទេខ្ញុំពិតជាចង់ឲ្យអ្នកទាំងអស់គ្នាទៅលេងកន្លែងហ្នឹងមែនស្អាតឆ្ងាញ់រំភើបប៉ុន្តែអ្នកទាំងអស់គ្នាទៅចំណាយពេលយូររយៈពេលរហូតដល់4ម៉ោងឯណោះយើងអាចញ៉ាំជាលក្ខណៈអាហារថ្ងៃត្រង់ក៏បានយើងអាចកក់គេជាអាហារពេលយប់ក៏បានពេលនេះវីដេអូខ្ញុំក៏បានដល់ទីបញ្ចប់អរគុណដែលបានទស្សនាជួបគ្នាវីដេអូក្រោយ